ឆ្នាំ2024កម្មវិធីជាតិកំចាត់រោគរបេងរក្សាបានអត្រាព្យាបាលជោគជ័យ 96% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំដែលកំណត់ត្រឹមតែ 90% ដែលមានជំនួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលអង្គការដៃគូព្រមទាំងកិច្ចសហប្រតិបត្តិការរបស់មន្ត្រីសុខាភិបាលបម្រើការងារនៅមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពប៉ុស្តិ៍សុខភាពរបស់សហគមន៍មូលដ្ឋានស្ថាប័នសុខាភិបាលពាក់ព័ន្ធនិងស្ថាប័នមិនមែនសុខាភិបាលនេះជាការលើកឡើងរបស់លោកវិជ្ជបណ្ឌិតហួតច័ន្ទយូដាប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហុងស៊ិននៅក្នុងសន្និបាតការងារកម្ចាត់រោគរបេងទូទាំងប្រទេសលើកទី28ប្រចាំឆ្នាំ2024ត្រូវបានប្រារព្ធធ្វើឡើងនៅសន្តាគារ Dara Airport រាជធានីភ្នំពេញនាថ្ងៃទី18ខែមីនាឆ្នាំ2025ក្រុមវត្តមានលោកជំទាវវិជ្ជបណ្ឌិតយុសម្បត្តិរដ្ឋលេខាធិការនិងជានាយកគម្រោងមូលនិធិសកលនៃក្រសួងសុខាភិបាលវិជ្ជបណ្ឌិតហួតច័ន្ទយូដាបន្តថាកម្មវិធីជាតិកម្ចាត់រោគរបេងមានមណ្ឌលព្យាបាលជំងឺរបេងសំថ្នាំច្រើនមុខចំនួន11កន្លែងនៅឆ្នាំ2024យើងមានសេវា PPM DOTS ក្នុង15ខេត្តនិង58ស្រុកប្រតិបត្តិនៅក្នុងឆ្នាំ2024ហើយក៏សូមអំពាវនាវទៅដល់គ្រប់ភាគីទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីជាតិដើម្បីឲ្យសម្រេចបានជាស្ថាពរនៅគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅចុងឆ្នាំ2030និងក្នុងបណ្ដាឆ្នាំបន្តនៅកម្ពុជាអត្រាឈឺនិងអត្រាស្លាប់ដោយសារជំងឺរបេងបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងនាមក្រសួងសុខាភិបាលលោកជំទាវវិជ្ជបណ្ឌិតយុសម្បត្តិបានអបអរសាទរនិងកោតសរសើរចំពោះសមិទ្ធផលគួរជាទីមោទនៈនេះសម្រាប់ការងារកម្ចាត់រោគរបេងក្នុងអំឡុងឆ្នាំ2025-2026ខាងមុខនេះយើងនឹងមានកិច្ចការជាច្រើនដើម្បីបំពេញស្របតាមយុទ្ធសាស្ត្របញ្ចប់ជំងឺរបេងនិងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព